May the word of my mouth and the meditation of my heart be acceptable to you, Lord. And Holy Spirit, may you touch every heart, Lord. Help us to understand your requirements of righteousness. Thank you, Lord. ម្ចាស់ហើយសូមឲ្យជាសម្ដីដែលខ្ញុំបាននិយាយថ្ងៃនេះហើយសូមឲ្យសេចក្តីរំពឹងចិត្តក្នុងចិត្តរបស់ខ្ញុំបានជាទីគប់ប្រហារទីទ្រង់ហើយសូមឲ្យទ្រង់បានរំលឹករឿងខ្ញុំទុកពេលវេលាពីកិច្ចការដែលគួរប្រព្រឹត្តគួរធ្វើក្នុងថ្ងៃនេះ So today I'm going to start with a question. ចាថ្ងៃនេះខ្ញុំនឹងចាប់ផ្ដើមអំពីចាប់ផ្ដើមសេចក្តីចែកជូនព្រះបន្ទូលយើងខ្ញុំដោយចាប់ផ្ដើមសំណួរ Who was the last prophet of the Old Testament? បងប្អូនចាំទេតើអ្នកណាជាហោរាចុងក្រោយនៅក្នុងសញ្ញាចាស់ What was the last book in the Old Testament? ហោរាចុងក្រោយនៅសញ្ញាចាស់ហើយយើងមានសញ្ញា2ណា Hold on, let me Google real quick. I'm cheating. បាទសញ្ញាចាស់សញ្ញាថ្មីតែសំណួរដែលគូសួរហោរាចុងក្រោយនៃសញ្ញាចាស់ And after this sermon, you'll remember him. បាទបងប្អូនមិនចាំទេក្រោយយើងរៀនមួយទៀតថ្ងៃនេះបងប្អូននឹងចាំណា Peter? Peter's in the New Testament. ពេត្រុសនៅក្នុងសញ្ញាថ្មី Monica? Elijah, Elijah was way in Jeremiah. Jeremiah was way. We're just យេរេមៀ Okay, two up. Malachi. Malachi. No. បាឡាគី We just read about him. បើខ្ញុំឲ្យតម្រុយមួយទៅអានមិនហ្នឹង John the Baptist. That's right. John the Baptist was the last យ៉ូហាន prophet of the Old បាប Testament. ទីសជាហោរាចុងក្រោយនៃសញ្ញាចាស់ And that makes sense, even though he's in the New Testament, but he is considered the last of the Old Testament. He is carrying the baton to Jesus. Jesus is the So he was alive in the Old Testament? he was being prophesied about in the Old Testament. Yeah. He's considered part of the Old Testament. យ៉ូហានគឺជាហោរាចុងក្រោយនៃសញ្ញាចាស់បើទោះជាគាត់បានមានវត្តមានក្នុងសញ្ញាថ្មីមួយផ្លែកប៉ុន្តែកិច្ចការដែលគាត់បានធ្វើនោះគឺនៅក្នុងសញ្ញាចាស់ Yeah, he was being prophesied. And that makes sense why the way he dressed and everything is like the old. អញ្ចឹងហើយបានជាបងប្អូនមើលភាពយន្តគេថាខាងក្រុមហ៊ុនថតភាពយន្តនេះគេបានតាក់តែងគាត់យើងមើលទៅដូចសញ្ញាចាស់បុរាណ So about 700 years before John the Baptist emerged, prophet Isaiah spoke of a voice of one calling in the wilderness, prepare the way of the Lord, make straight in the desert the highway for our God. That's Isaiah 40 verse 3. ប្រហែលជា700ឆ្នាំមុនយ៉ូហានបាបទីសគឺហោរាអេសាយបានទូទីអំពីបុរសម្នាក់គឺមានសេចក្តីដែលដកស្រង់ពីព្រះគម្ពីរថាមានលឺសំឡេងមួយកំពុងតែស្រែកនៅទីរហោស្ថានថាចូលរៀបចំផ្លូវសម្រាប់ទទួលព្រះយេហូវ៉ាចូលធ្វើឲ្យមានថ្មរៀបស្មើនៅទីស្ងាត់ថ្វាយព្រះនៃយើងរាល់គ្នា So this prophecy 700 years later was fulfilled in Matthew 3. ដូច្នេះសេចក្តីទំនាយកាលពី700ឆ្នាំមុននោះត្រូវបានសម្រេចនៅក្នុងព្រះគម្ពីរម៉ាថាយដំណឹងល្អម៉ាថាយទី3 John the Baptist was the son of Zechariah, and Zechariah was the priest of the Levitical line, and his mother was Elizabeth, a descendant of Aaron. ចឹងយើងឃើញលោកយ៉ូហានបាបទីសគឺជាកូនរបស់ហោរាសាការីហើយហោរាសាការីគឺជាសង្ឃដែលចេញពីអំបូរលេវីរីឯអេលីសាបេតដែលជាភរិយារបស់គាត់គឺជាកូនចៅដំណងក្រោយនៃលោកអេរ៉ុន And Aaron was Moses' brother and became the first high priest of Israel, with his descendants serving as priests. So these are the priest line. ហើយលោកអេរ៉ុនគឺជាបងប្រុសរបស់ម៉ូសេហើយគាត់ខ្លាចទៅជាសង្ឃទី1សង្ឃពុះទី1ដែលបម្រើដល់ពលជនជាតិអ៊ីស្រាអែលហើយគាត់ចេញហើយគាត់ជាពូជអំបូរនៃពួកលេវី And so John the Baptist came from the line of priests of the Levites, and he was the third. The Levite was the third son of Jacob and Leah.
Chắc là sẽ bom ôn 8 គឺលោកយ៉ូហានបាប់ទីគឺជាដំណរពងគឺជាដំណរចំនួនក្រោយនៃពួកសង្ឃចេញពីអំបូរលេវីហើយលេវីគឺជាកូនទី3របស់យ៉ាកុបនិងនាងលី Do you remember who Leah was? បងប្អូនចាំទេតើលីជានរណា One of the sisters, right? The first one. Even though she was not beloved, but God has amazing plan for Was her. that Rachel's sister? លីគឺជាកូនបាទយើងឃើញមានបងប្អូននៅក្នុងតកូលរបស់លោកម្នាក់ដែលយ៉ាកុបគាត់ស្រឡាញ់ហើយលីគឺជាកូនស្រីច្បងទោះបីថាយ៉ាកុបមិនបានស្រឡាញ់គាត់ជាដំបូងក៏តែព្រះទ្រង់មានផែនការសម្រាប់គាត់ So this means if you're not loved in this lifetime, God has amazing plans for you. អញ្ចឹងមានន័យថាយើងទាំងអស់គ្នាប្រសិនបើយើងមានអារម្មណ៍ថាអូខ្ញុំដូចជាគ្មាននរណាពេញចិត្តខ្ញុំសោះប៉ុន្តែព្រះទ្រង់មានផែនការពិសេសមួយសម្រាប់បងប្អូន In those days, John the Baptist was preaching in the wilderness of Judea and saying, "Repent, for the kingdom of heaven has come near." នៅពេលនោះឯងយូហានបាប់ទីគាត់បានទៅអធិប្បាយទៅប្រកាសប្រាប់នៅក្នុងទីរហោស្ថានយូដាដោយមានប្រសាសន៍ថាចូលប្រែចិត្តទៅបិទនគរព្រះចិត្តដល់ហើយ Yeah, well, this time Jesus has not come into the scene yet as publicly ministry. បាទនេះគឺយើងនិយាយគ្រាមុនដែលព្រះយេស៊ូវទ្រង់បានយាងទៅជួបយូហាន So on this particular day, John was at the Jordan River baptizing people, and in the distance he saw Jesus coming toward him. ហើយនៅថ្ងៃមួយពេលដែលយូហានកំពុងតែធ្វើបុណ្យជ្រមុជទឹកឲ្យបណ្ដាជននៅក្នុងទន្លេយូដានគឺគាត់បានទតគាត់បានសម្លឹងឃើញព្រះយេស៊ូវពីចម្ងាយ And then John the Baptist then said, "Look, the Lamb of God who takes away the sin of the world." ហើយពេលនោះឯងគឺយូហានក៏បានបន្លឺសំឡេងថាចូលមើលនោះកូនជានៃព្រះដែលដោះបាបមនុស្សលោក So Jesus was coming toward John, and then Jesus said, "I need to be baptized by you." ហើយនៅពេលនោះឯងព្រះយេស៊ូវទ្រង់យាងទៅដល់យូហានហើយទ្រង់បានមានបន្ទូលទៅយូហានថាខ្ញុំត្រូវទទួលបុណ្យជីវិតទៅពីអ្នក John was perplexed ហើយនៅពេលនោះធ្វើឲ្យយូហានមានចិត្តអស់ឯង because Jesus, who had no sin, came to him to be baptized. ពីព្រោះព្រះយេស៊ូវដែលជាព្រះអង្គសង្គ្រោះគ្មានបាបសោះមកទទួលបុណ្យជីវិតទៅពីគាត់ But Jesus replied, តែព្រះយេស៊ូវទ្រង់បានមានបន្ទូលថា "No, but John replied, I'm sorry, I need to be baptized by you, and you're coming to me." សូមទោសគឺយូហានបាននិយាយទៅបន្តនិយាយទៅកាន់ព្រះយេស៊ូវថាគួរតែខ្ញុំទេដែលទទួលបុណ្យជីវិតទៅពីទ្រង់ហេតុអីបានជាទ្រង់មកទទួលពីខ្ញុំ And Jesus was telling John that his baptism was part of fulfilling God's plan of righteousness. ហើយព្រះយេស៊ូវទ្រង់បានមានបន្ទូលទៅយូហានថាបុណ្យជីវិតទឹកនេះគឺដើម្បីឲ្យបានសម្រេចនៅគ្រប់ទាំងសេចក្តីសុខចិត្តដែលបានទីទុកមក Jesus said, let it be so now. It is proper for us to do this to fulfill all righteousness. ព្រះយេស៊ូវទ្រង់បានមានបន្ទូលយ៉ាងនេះទៅកាន់យូហានចូលឲ្យធ្វើម្ដងនេះចុះដើម្បីឲ្យគ្រប់ទាំងសេចក្តីដែលបានទីទុកមកបានសម្រេចគ្រប់ទាំងសេចក្តីសុខចិត្តដែលបានទីទុកមកបានសម្រេចនៅក្នុងវិធីនេះ So righteousness means God's righteousness requirements. ដូច្នេះសេចក្តីសុខចិត្តទីនេះចង់និយាយអំពីអ្វីគឺសំដៅអំពីសេចក្តីតម្រូវរបស់ផងព្រះមកមនុស្សឲ្យបំពេញនៅសេចក្តីសុខចិត្ត So in the Old Testament, there are requirements for the Levites to meet and complete before they can be served as priests. ឥឡូវនេះប្រសិនបើយើងសម្លឹងមើលទៅទៅសញ្ញាចាស់នៅក្នុងអំបូរលេវីដែលជាអំបូរសង្ឃហ្នឹងគឺថាមានសេចក្តីតម្រូវមួយចំនួនដែលគឺត្រូវតែបំពេញដើម្បីឲ្យខ្លួនបានខ្លាយជាសង្ឃរបស់ផងព្រះ The book of Numbers, chapter 4, verses 35 to 43, at the Lord's command through Moses, priests through the line of Levi can begin their priestly duties at the age 30 to 50. នៅក្នុងព្រះគម្ពីរជនគណនានៅចំពោះ4ខ35ដល់43គឺបាននិយាយអំពីសេចក្តីតម្រូវដល់ម៉ូសេដែលត្រូវតែបង្គាប់ប្រាប់ដល់ពួកសង្ឃអំពីអំបូរលេវីនេះគឺថាត្រូវតែបំពេញនៅកាតព្វកិច្ចដែលតម្រូវគឺចាប់ពីវ័យ30ទៅ50ឆ្នាំ So age is one of the requirements. អញ្ចឹងអាយុនេះវ័យនេះគឺជាសេចក្តីតម្រូវមួយ
And Jesus began his ministry at the age of 30. ហើយមើលព្រះយេស៊ូវព្រះអង្គបានចាប់ផ្ដើមបំពេញបេសកកម្មរបស់ព្រះអង្គទ្រង់នៅក្នុងវ័យនៅក្នុងព្រះវស្សា30នៅក្នុងវ័យ30ព្រះវស្សា This made all sense because before the age of 30, we hardly hear anything about Jesus. And so at the age of 12, he was at the temple. ហើយឆ្នេះហើយនេះគឺជាយើងចាប់ដើមយល់ហើយមែនទេពីព្រោះយើងអត់អាចឮពីព្រះយេស៊ូវទេក្រៅពីពេលដែលព្រះអង្គមានវ័យ12ឆ្នាំនៅឯក្រុងយេរូសាឡឹមហ្នឹងគឺរហូតដល់វ័យ30បានយើងបានឮពីព្រោះ Exodus chapter 29 to 30, consecration of the priest. បើនៅក្នុងពុទ្ធគម្ពីរខាងបណ្ណាងចំពោះ29ដល់30គឺនិយាយអំពីការធ្វើពិធីតែងតាំងដល់ពួកសង្ឃ The priest needs to be washed with water. សេចក្តីតម្រូវមួយគឺថាពួកសង្ឃមុននឹងឡើងធ្វើសង្ឃហ្នឹងគឺត្រូវលាងសម្អាតដោយទឹកសិន And the priest needs to be anointed with oil. ហើយក្រោយពីនោះមកគឺថាគេត្រូវចាក់ប្រេងតាំងដល់ជនរូបនោះឯងដើម្បីឲ្យបានខ្លាយជាសង្ឃរបស់ព្រះ So Jesus' baptism shows his obedience to the Father, fulfilling righteousness. សេចក្តីបំជាមួយទឹករបស់ព្រះយេស៊ូវគឺបង្ហាញអំពីសេចក្តីស្ដាប់របស់ព្រះហើយធ្វើតាមព្រះដ៏ជាព្រះបិតាដើម្បីបំពេញនៅគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះទ្រង់ It highlights his humility and identification with us, setting as example for us to follow. ហើយនេះគឺដើម្បីសម្ដែងអំពីដែលព្រះអង្គទៅធ្វើបុណ្យជាមួយទឹកដូចជាមនុស្សមានបាបដែរនោះគឺសម្ដែងអំពីសេចក្តីបន្ទាបអង្គរបស់ព្រះយេស៊ូវមកក្នុងចំណោមយើងរាល់គ្នាហើយទុកជាគំរូដល់យើងដើម្បីនឹងធ្វើតាម The fulfillment was revealed through what happens immediately after Jesus' baptism. អញ្ចឹងគឺសេចក្តីដែលបានសម្រេចធ្វើឲ្យបានសម្រេចនេះគឺក្រោយពីព្រះយេស៊ូវទ្រង់បានទទួលបុណ្យជាមួយទឹកហើយគឺបានសម្ដែងឲ្យដឹងពី The heavens were opened to him. នៅពេលនោះគឺឋានសួគ៌បានបើកឡើង The Holy Spirit descended upon him like a dove. ព្រះវិញ្ញាណបរិសុទ្ធបានយាងចូលមកសង្កត់លើទ្រង់មានសន្តានដូចជារូបរាង And God the Father's audible voice, "This is my beloved Son, in whom I am well pleased." ហើយមានឮសំឡេងព្រះបិតាពីលើមេឃមកថានេះគឺជាកូនស្មួនគ្នាអញជាកូនដែលពេញចិត្តអញណាស់ So did Jesus meet all the requirements? ដូច្នេះព្រះយេស៊ូវទ្រង់បានបំពេញគ្រប់ទាំងសេចក្តីតម្រូវ He was 30. គឺព្រះអង្គមានវ័យ30ព្រះវស្សា He was washed in water. ព្រះអង្គទ្រង់បានលាងសម្អាតកាយរបស់ព្រះអង្គដោយទឹក He was anointed. ហើយព្រះអង្គទ្រង់បានតែងតាំងដោយព្រះវិញ្ញាណបរិសុទ្ធ His baptism was a powerful declaration of his identity. ដូច្នេះពិធីបុណ្យជាមួយទឹករបស់ព្រះយេស៊ូវគឺបង្ហាញអំពីអត្តសញ្ញាណឬអំពីថាតើព្រះអង្គជានរណា Most people back then knew him as a carpenter's son. Or the carpenter. មុននេះគឺមនុស្សគ្រប់គ្នាគេតែងតែហៅថាគាត់នឹងជាកូនប្រុសរបស់ជាងឈើម្នាក់ And now, here at this, he is being identified as God's son. ហើយនៅវេលានេះគឺគេស្គាល់ព្រះអង្គថាជាព្រះបុត្រានៃព្រះ The man Jesus is not an ordinary man. ដូច្នេះព្រះយេស៊ូវដែលព្រះអង្គកើតជាមនុស្សមិនមែនជាមនុស្សធម្មតា He is the Trinity, God the Son. ព្រះអង្គគឺជាតួអង្គមួយនៅក្នុងតួអង្គព្រះត្រៃឯកគឺអង្គព្រះរាជបុត្រា Jesus is fully human and fully divine. ហើយព្រះអង្គទ្រង់មាននិស្ស័យពេញលេញពីរគឺនិស្ស័យជាមនុស្សមួយយ៉ាងពេញលេញហើយនិស្ស័យជាព្រះមួយទៀតដែលពេញលេញ Here we see that Jesus, sinless, became like us to cleanse us from sin. And through him the door is open for us to God. For apart from him no one can come to the Father. ព្រះយេស៊ូវទ្រង់បានយាងមករស់នៅក្នុងចំណោមយើងជំនុំមានបាបដើម្បីដោះយើងឲ្យផុតអំពីបាបហើយដើម្បីនាំយើងទៅរកព្រះហើយក្រៅអំពីទ្រង់គ្មានផ្លូវណាទៀតដែលឲ្យយើងបានទៅដល់ព្រះដែលជាព្រះបិតានោះឡើយ So after his baptism, Jesus launched into public ministry, calling disciples, performing miracles, and preaching with authority. And his popularity soared. គឺក្រោយពីព្រះអង្គបានទទួលបុណ្យជាមួយទឹកបានទទួលការតែងតាំងជាសង្ឃហើយព្រះអង្គទ្រង់បានចេញទៅប្រកាសប្រាប់នៅបេសកកម្មដែលទ្រង់បំពេញព្រះអង្គបានបង្កើតសិស្សព្រះអង្គបានធ្វើនៅការអស្ចារ្យហើយព្រះអង្គបាន
ប្រកាសប្រាប់ពីគ្រប់ទាំងសេចក្តីប្រែចិត្តដោយអំណាចហើយប្រជាប្រិយភាពរបស់ព្រះអង្គកិត្តិនាមរបស់ព្រះអង្គបានល្បីថ្កូរទូទៅក្នុងតំបន់នោះ John's disciples became concerned as Jesus' followers grew larger than John's. រហូតដល់ពួកសិស្សរបស់យូហានក៏មានសេចក្តីបារម្ភពីព្រោះព្រះយេស៊ូវឥឡូវនេះព្រះអង្គមានសិស្សច្រើនជាងយូហាន John explained his perspective by acknowledging that his ministry was a gift from heaven. ហើយយូហានបានបញ្យល់ប្រាប់ដល់សិស្សរបស់គាត់អំពីសេចក្តីដែលគាត់បានទទួលអំពីព្រះថាគាត់គ្រាន់តែជាឧបករណ៍មួយដែលព្រះទ្រង់បានប្រើដើម្បីបំពេញសេចក្តីនោះ He understood his role as a foreigner and not the Messiah. គឺតួនាទីរបស់គាត់គឺគ្រាន់តែជាអ្នកប្រកាសប្រាប់អំពីដំណឹងល្អអំពីដំណឹងនៃការប្រែចិត្តតែគាត់មិនមែនជាព្រះអង្គសំគ្រប់នោះទេ He saw himself as a friend of the bridegroom and not the bridegroom. គឺគាត់ឃើញខ្លួនគាត់ថាគាត់គ្រាន់តែជាមិត្តនៃប្តីថ្មថ្មីមិនមែនជាតួអង្គនៃប្តីថ្មថ្មីទេ John knew that his role and purpose in life had been completed. ហើយយូហាននៅពេលនេះគឺគាត់បានដឹងថាអ្វីដែលព្រះទ្រង់ក៏ហៅគាត់ឲ្យប្រើគាត់បានបំពេញសពគ្រប់ហើយ John completed his calling, pointing people to Christ, and closed the Old Testament era as the last prophet, making the way for the ultimate prophet. គឺអ្វីដែលព្រះទ្រង់ប្រើគាត់ធ្វើគាត់បានចេញទៅប្រកាសប្រាប់ដំណឹងល្អអំពីការប្រែចិត្តហើយបានចង្អុលប្រាប់ថាតើព្រះគ្រីស្ទជានរណាហើយគាត់បានបិទនៅទំព័រសញ្ញាចាស់ត្បិតគាត់ជាហោរាចុងក្រោយនៃសញ្ញាចាស់នោះហើយគាត់បានចង្អុលបង្ហាញអំពីព្រះយេស៊ូវដ៏ជាសង្ឃអស់កលជានិច្ច John humbly stepped back saying, he must increase. Jesus must increase and I must decrease. ដូច្នេះហើយបានជានៅពេលនេះយូហានបានប្រាប់ដល់សិស្សរបស់ពួកគាត់ថាខ្ញុំត្រូវតែទៀតចុះបន្ថយចុះហើយសូមឲ្យទ្រង់បានកើតឡើង John's response revealed his humble heart. Jesus must increase and I must. បាទអញ្ចឹងយូហាននៅពេលនេះគឺគាត់បានបំពេញខ្លួនដើម្បីឲ្យព្រះយេស៊ូវបានបង្កើតឡើង The principle of Christ increasing and self-increasing is presented as a prophecy. អញ្ចឹងអ្វីដែលយើងទាំងអស់គ្នាគួរចាំហើយយើងត្រូវតម្កើងឲ្យព្រះគ្រីស្ទទ្រង់បានតម្កើងឡើងហើយយើងត្រូវបន្ទាបចុះនេះគឺមិនមែនជាកិច្ចការដែលទើបបង្កើតឡើងថ្មីនេះទេគឺជាបទទំនាយដែលបានទីទុកមក A command for believers, a demonstration of John's remarkable humility despite his popularity. គឺជាបទបញ្ញត្តិដែលឲ្យមនុស្សអ្នកដែលជឿបានធ្វើដូចជាយូហានអញ្ចឹងដែលបានបន្ទាបខ្លួនហើយបានតម្កើងដល់ព្រះវិញ Romans 6:11 says, we must consider ourselves dead to sin and alive to God in Christ Jesus. នៅក្នុងព្រះគម្ពីររ៉ូមជំពូក6ខ11បានរំលឹកប្រាប់យើងថាចូលឲ្យអ្នករាល់គ្នារាប់ខ្លួនទុកជាស្លាប់ខាងឯផាក់ហើយរស់ខាងឯព្រះវិញ We must decrease to our old self and Christ must increase in our new self. ចឹងមានន័យថាម៉េចមានន័យថាយើងត្រូវតែសម្លាប់រូបកាយចាស់របស់យើងដែលមានបាបហើយឲ្យបានរូបកាយថ្មីក្នុងព្រះដែលគ្មានបាបបានចម្រើនឡើង As we shed our old selves like a cocoon, Christ emerges bigger and brighter. ចឹងបើមានសេចក្តីប្រៀបធៀបបងប្អូនដែលឃើញមីអំបៅមុននឹងគេកើតទៅជាមីអំបៅល្អស្អាតគឺដំបូងជាដង្កូវអញ្ចឹងសូមឲ្យយើងបានជំរះបានសក់ពីរូបកាយដង្កូវបាបរបស់យើងទៅតែមីអំបៅដែលមានសេរីភាពវិញ Baptism symbolizes dying of old life and rising new. Romans 6:34. ហើយនៅក្នុងពិធីបុណ្យសមុទ្រទឹកក៏ជានិមិត្តរូបមួយដែលប្រាប់យើងថាយើងស្លាប់ខាងអំពើបាបកប់ទៅក្នុងទឹកហើយរស់ឡើងវិញនៅជីវិតថ្មីក្នុងព្រះ When you are baptized into Christ, ដល់ពេលដែលបងប្អូនបានធ្វើបុណ្យសមុទ្រទឹកដោយព្រះនាមព្រះគ្រីស្ទ heaven is open to you. គឺឋានសួគ៌បានបើកចំហសម្រាប់បងប្អូន The Holy Spirit comes to you. ហើយព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានមកស្ថិតលើបងប្អូន And the Father looks at you and says, you are my child. ហើយព្រះបិតាដែលគង់នៅឋានសួគ៌ព្រះអង្គទ្រង់បានលើកឡើងថាឯងជាកូនស្មូនគ្នាអញជាទីពេញចិត្តអញ With the Holy Spirit guiding us, we can confidently surrender our will, letting Jesus grow in us. សូមឲ្យយើងបានសូមឲ្យព្រះវិញ្ញាណបរិសុទ្ធបានយាងមកជាទីដឹកនាំយើងដើម្បីឲ្យយើងបានសម្លាប់ឬក៏ចុះចាញ់
នៅខ្លួននៅរូបកាយចាស់របស់ផងយើងហើយអនុញ្ញាតឲ្យរូបកាយថ្មីក្នុងព្រះគ្រីស្ទបានជប់បាត់ឡើង And like a parent beaming with pride, God delights in our growth. ហើយដូចជាយើងទាំងអស់គ្នាដែលជាឪពុកម្ដាយយើងតែងតែមានសេចក្តីត្រេកអរនៅពេលដែលយើងមានកូនឬឃើញកូនរបស់យើងទោះបីយ៉ាងណាក៏ដោយឯព្រះដែលជាព្រះវរបិតាទ្រង់ក៏ត្រេកអរនឹងយើងដែលជាកូនរបស់ផងទ្រង់ដែរ And as we are being baptized with Jesus, we become righteous with Him, through Him, because of our faith. ហើយនៅពេលដែលយើងទទួលបន់ជំនួយទឹកក្នុងនាមព្រះយេស៊ូវគឺយើងបានសម្អាតអំពីរូបកាយចាស់របស់ផងយើងឲ្យយើងបានរស់ជាថ្មីមានពេញដោយសេចក្តីសុខចិត្ត Before Jesus went to heaven, ascended to heaven, He told His disciples to go out and spread the good news. មុនដែលព្រះយេស៊ូវទ្រង់យាងទៅឋានសួគ៌ព្រះអង្គបានបង្គាប់ដល់ពួកសិស្សរបស់ផងទ្រង់ថាចូលឲ្យចេញទៅផ្សាយដំណឹងប្រាប់ដល់មនុស្ស And this is the message that you want to understand fully. That when we have faith in Christ, and after you are being baptized, heaven is open for you, and you have the Holy Spirit come to you as a guide. And Jesus and the Father loves you, say to you that you are my child. ដូច្នេះសូមឲ្យបងប្អូនចាំនៅសេចក្តីសំខាន់មួយនេះនៅពេលដែលបងប្អូនបានធ្វើបុណ្យជាមួយទឹកគឺបងប្អូនបានរស់ជាមនុស្សថ្មីហើយបងប្អូនបានលះអស់ទាំងអំពើបាបរបស់បងប្អូនព្រះទ្រង់កែហើយព្រះទ្រង់ចាត់ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកសង្ឃឹមលើបងប្អូនហើយព្រះវរបិតាដែលគង់នៅឋានសួគ៌ទ្រង់សពប្រាថ្នានឹងបងប្អូន Last month, Anita preached about things happening in the world in 2025, many things. កាលពីសប្តាហ៍កន្លងទៅប្រហែលសប្តាហ៍នោះអានីដាក៏បានអធិប្បាយថាកាលពីឆ្នាំ 2025 គឺមានព្រឹត្តិការណ៍ច្រើនណាស់ដែលកើតឡើងក្នុងពិភពលោកយើង And Jesus said before his returning, it's like birth pain. ហើយព្រះយេស៊ូវទ្រង់បានប្រាប់យើងជាមុនថាមុនដែលព្រះអង្គយាងមកគឺសេចក្តីឈឺចាប់ព្រាបដូចជាស្ត្រីដែលឈឺពោះសម្រាប់កូនជាដែរ If you're female, if you have your mother, you know what it is like. The pain is getting more frequent and more stronger and stronger and stronger. ហើយប្រសិនបើសម្រាប់បងប្អូនជាស្ត្រីគឺបងប្អូនមានអារម្មណ៍ហើយពេលដែលយើងនឹងសម្រាប់កូនគឺចាប់ដើមឈឺតិចហើយក៏ចេះតែកើនម្ដងកើនខ្លាំងឡើងរហូតដល់ពេលសម្រាប់តែបងប្អូនប្រោគឺបងប្អូនធ្លាប់មានកៅរឹងណាស់ And most people, believers believe that we are toward the end. ហើយអ្នកដែលជឿសពថ្ងៃនេះនិយាយថាដោយសារតែឃើញសេចក្តីឈឺចាប់ខ្លោចផ្សាក្នុងលោកីនេះប្រហែលជាពេលវេលាចិត្តដល់ And that's including me. 2026 will see more amazing things, more things that will happen. អញ្ចឹងបងប្អូនហើយដោយសារតែព្រះយេស៊ូវទ្រង់បាននិយាយយ៉ាងនេះអញ្ចឹងឆ្នាំ 2026 នេះក៏យើងគិតថានឹងជួបនៅសេចក្តីឈឺចុកចាប់ខ្លោចផ្សាទុក្ខវេទនាផ្សេងៗครับ Yes, we started out with a couple of some news already, right? With gunshots. ហើយមិញនឹង Bishop គាត់បានសរសេរលិខិតមកជូនបងប្អូនគេថាយើងបានឃើញណាចាប់ផ្ដើមមានការបាញ់ប្រហារជីវិតមនុស្សសម្លាប់មនុស្សនៅពីអតីតកន្លងទៅនេះ So just keep an eye on it. What 2026 will do. You know, things will happen in 2026. បាទអញ្ចឹងសូមឲ្យយើងបានអធិដ្ឋានហើយចាំយាងជានិច្ចត្បិតឆ្នាំ 2026 នេះក៏មិនមែនជាឆ្នាំដែលប្រសើរជាងឆ្នាំមុននោះណាស់ But we have Jesus. We have God. ប៉ុន្តែទោះទៅពេលដែលបងប្អូនធ្លាក់ទៅក្នុងសេចក្តីអស់សង្ឃឹមត្រូវចាំថាយើងមានព្រះយេស៊ូវយើងមានព្រះក្នុងជីវិតរបស់យើង Let us reflect on our goals and vision, aligning them with God's purpose. Examine your heart, acknowledge areas of growth. សូមឲ្យយើងបានពិចារណាដល់ព្រះយេស៊ូវសូមឲ្យយើងបានលះបង់នៅគំនិតមនុស្សមានបាបរបស់ផងយើងហើយយកសេចក្តីដែលព្រះទ្រង់តម្រូវបានមកដើម្បីទុកជាត្រីវិស័យដឹកនាំជីវិតយើង Let us leave the old self behind, trusting God's plans with all our hearts for our lives, and lean not on our own understanding. សូមឲ្យយើងបោះបង់ចោលនៅរូបកាយចាស់ហើយផ្ដល់នូវសេចក្តីទុកចិត្តដល់ព្រះហើយសូមទោះបីក្នុងកលៈសៈណាក៏ដោយសូមឲ្យយើងមានសេចក្តីសង្ឃឹមក្នុងព្រះឡើង
Let us prioritize spiritual growth by serving others and treating others like ourselves. សូមឲ្យយើងបានចម្រើនឡើងខាងឯព្រះដោយចេញទៅបម្រើដល់មនុស្សទូទៅដែលនៅជុំវិញខ្លួនយើងដោយមិនរើសអើងអំពីជីវិតរបស់ផងគេជំនឿរបស់ផងគេ Jeremiah 29:11 reminds us that God has plans to prosper, not harm, giving us hope and a future. ត្រូវចាំជានិច្ចនៅក្នុងព្រះគម្ពីរយេរេមៀចំពោះ29ខ11បានរំលឹកប្រាប់យើងថាផែនការរបស់ព្រះគឺជាសេចក្តីរុងរឿងសេចក្តីចម្រុងចម្រើនមិនមែនជាទុក្ខវេទនាទេអញ្ចឹងបើយើងជួបនឹងទុក្ខវេទនាគឺមិនមែនជាផែនការរបស់ព្រះដូច្នេះសូមឲ្យយើងបានមើលទៅឯផែនការព្រះដែលជាសេចក្តីរុងរឿង Let us press forward, focusing on Jesus. សូមឲ្យយើងបានធ្វើដំណើររបស់ផងយើងក្នុងជីវិតចាប់ពីពេលនេះតទៅបានផ្ដោតទៅឯព្រះយេស៊ូវ So may the year 2026 be a year of transformation, purpose, and joy in God's សូម presence. ព្រះទ្រង់ប្រទានពរដល់ឆ្នាំ2026ដល់យើងទាំងអស់គ្នាទុកជាឆ្នាំដែលមានការផ្លាស់ប្រែទៅរកសេចក្តីវិជ្ជមានជាឆ្នាំដែលយើងចាប់ផ្ដើមបង្កើតនៅទិសដៅថ្មីរបស់ផងយើងឆ្ពោះទៅឯព្រះហើយសូមឲ្យឆ្នាំនេះបាននាំមកនូវសេចក្តីអំណរដល់បងប្អូនក្នុងព្រះគុណរបស់ព្រះ Amen. Amen